Ngày nay mau chụp xem ma tới đấy, ngày nắng ở bàn tranh chỉ video tại tông chúng mình mới đến tế, tai ngày này mau tranh video prapi lebih pra forex factory đam bay mơ cái ta bỏ miền, bộ ấy dương tradeในក្នុងមាសនៅក្នុង forex នេះទាំង forex ទាំង crypto ទាំង stock ផ្សេងគេយើងត្រូវ pair ជាមួយនឹងព័ត៌មានព្រោះឯទីផ្សារព័ត៌មានដែលបណ្ដាលឲ្យទីផ្សារនៅក្នុង នៅក្នុង forex នឹងវា movement ខ្លាំងគឺដោយសារកត្តាព័ត៌មានគឺមិនមែនផ្ដោតទៅលើ technical តែមួយមុខទេអ្នកនរគ្នាគឺផ្ដោតទៅលើព័ត៌មានជាធំអញ្ចឹងតម្រូវឲ្យអ្នកនរគ្នាចេះមើលតាក់ទងជាមួយនឹងកត្តាព័ត៌មានឥឡូវយើងកុំឲ្យខាតពេលយូរអ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់ទាន់មាន forex factory ដើម្បីមើលទេសម្រាប់អ្នកប្រើប្រាស់ laptop ឬក៏ PC អ្នកនរគ្នាអាចចូលទៅកាន់ Google Chrome មកហើយ search ពាក្យ forex factory មកនេះដូចអ្នកឃើញខាងលើហ្នឹង forex factory អ្នកគ្នា search បែបហ្នឹងមកនេះយក app មួយនេះបើចុចចំលើហ្នឹងមក app មួយហ្នឹងអត់ពិបាកឲ្យអ្នកនរគ្នា sign in ឬក៏អីទេ app ហ្នឹង free ម្ដងឯនេះអ្នកគ្នាក៏ចុចចូលយក cloud ទី4ខាងលើនេះចុចយក cloud ទី4មកអ្នកគ្នាឃើញក្នុងនេះមានចំនួនថ្ងៃហើយក្នុងហ្នឹងមានតាំងពី pair ផ្សេងមានតាំងពី euro មានតាំងពីអីអញ្ចឹងកុំឲ្យញញ៉ៃច្រើនបើសិនអ្នកគ្នាប្រើតែ pair មាសទេយើងត្រូវតែមាសទេអញ្ចឹងមាសវា pair ជាមួយដុល្លារកុំឲ្យវាញញ៉ៃច្រើនអ្នកគ្នាពិបាកមើលចុចចំមកកន្លែងពាក្យថា filter ខាងនេះមកទៅយកពាក្យ filter ហ្នឹងមកឬហើយមកដល់កន្លែងនេះអ្នកគ្នាដក tick អាពីរនេះចេញមកព្រោះអាពីរនេះសំខាន់ទេសំខាន់ជាងគេអាក្រហមនិងអាឬពណ៌ទឹកក្រូចនេះຕົកទៅពីរហ្នឹងទៅបានទេហើយមកដល់កន្លែងនេះអ្នកគ្នាមើល currency ហ្នឹងអ្នកគ្នាអាចដក click all មកព្រោះអីយើងមើលទៅតាក់ទងមួយដុល្លារយើងຕົកទៅដុល្លារមួយទៅបានហើយຕົកទៅប៉ុណ្្នឹងមកហើយអ្នកគ្នាជួយពី apply មកអូខេប៉ុន្តែ apply មកអ្នកគ្នាឃើញអាហ្នឹងຕົកទៅសម្រាប់ដុល្លារសុទ្ធអញ្ចឹងយើងមើលទៅថ្ងៃណាមានព័ត៌មានតាក់ទងជាមួយនឹងដុល្លារអ្នកគ្នាប្រុងប្រយ័ត្នមែនតើក្នុងការចូលសារដោយសារតែនេះជាកត្តាព័ត៌មានដែលសំខាន់នៅក្នុងខែ4ហ្នឹងថ្ងៃទី6យប់នេះថ្ងៃទី6យប់មិញមានអ្នកគ្នា PMI មួយកត្តាព័ត៌មានអញ្ចឹងយើងដឹងថាព័ត៌មានខ្លាំងឬក៏ខ្សោយអាចយើងច្រើនទីផ្សារឲ្យវាមូលខ្លាំងឬក៏មូលខ្សោយអាស្រ័យលើព័ត៌មានហើយនឹងម៉ោងពេលវេលារបស់គ្នាមើលម៉ោងមើលពេលវេលាលឿនហ្នឹងទៅនេះម៉ោង7ថ្ងៃទី7ថ្ងៃហ្នឹងម៉ោង7ពីម៉ោង12ព្រឹកហ្នឹងដូណាល់ត្រាំនិយាយទីនេះធ្វើអីនិយាយហើយដល់ម៉ោង7យប់នេះអ្នកគ្នាមើលឃើញព័ត៌មាននៅលើហ្នឹងអ្នកគ្នាប្រយ័ត្នទៅម៉ោងព័ត៌មានហើយថ្ងៃទី8អត់មានព័ត៌មានទេថ្ងៃទី9មានព័ត៌មានច្រើនណាស់ថ្ងៃទី9តាក់ទងជាមួយនឹងដុល្លារអញ្ចឹងមាន final GDP មាន employment claim អញ្ចឹងថ្ងៃទី9និងថ្ងៃទី10អាចនឹងមាសហ្នឹងមានការផ្លាស់ប្ដូរខ្លាំងដោយសារមានព័ត៌មានធំច្រើនមានតាំងពី CPI employment claim ចឹងសារព័ត៌មានសំខាន់អ្នកគ្នាគួរប្រយ័ត្នផងនៅក្នុងសប្តាហ៍នេះចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលអត់ទាន់ចេះប្រើប្រាស់ forex factory បើសិនជាអ្នកដែលអត់មានកុំព្យូទ័រសម្រាប់មើលព័ត៌មានទេអ្នកគ្នាអាចប្រើទូរស័ព្ទដៃគ្រាន់តែចូលទៅក្នុង Google Chrome ឬក៏ Safari អ្នកគ្នា search forex factory មកយើងអាចប្រើប្រាស់បានដូចគ្នានៅក្នុង PC និងនៅក្នុងទូរស័ព្ទដៃអត់ខុសគ្នាប៉ុន្មានទេអញ្ចឹងយើងប្រើប្រាស់បានដូចគ្នាអញ្ចឹងអរគុណច្រើន